កត្តាសំខាន់ដែលធ្វើឲ្យសិស្សរៀនពូកែរួមមាន 1. ទម្លាប់រៀនល្អ មានការវិភាគរៀនទៀងទាត់ចេះត្រួតពិនិត្យខ្លួនឯង 2. ការលើកទឹកចិត្តចង់ដឹងចង់ឃើញមានគោលដៅច្បាស់លាស់ 3. បរិស្ថានសិក្សាកន្លែងស្ងប់ស្ងាត់មានពន្លឺនិងសៀវភៅគ្រប់គ្រាន់ 4. ការគាំទ្រពីគ្រួសារឪពុកម្ដាយចាប់អារម្មណ៍លើកទឹកចិត្តនិងតាមដាន 5. គុណភាពគ្រូបង្រៀនគ្រូចេះពន្យល់ច្បាស់និងបង្កើតចំណាប់អារម្មណ៍ 6. វិធីសាស្ត្ររៀនចេះសង្ខេបសួរសំណួរធ្វើលំហាត់និងបង្រៀនអ្នកដទៃ 7. សុខភាពគេងគ្រប់ម៉ោងហូបបាយមានជីវជាតិហាត់ប្រាណ 8. ការគ្រប់គ្រងពេលវេលាចេះបែងចែកពេលរៀនសម្រាកនិងលេង 9. ចិត្តអត់ធ្មត់មិនបោះបង់ពេលពិបាកចេះដោះស្រាយបញ្ហា 10. ការចូលរួមក្នុងថ្នាក់ចេះស្ដាប់សួរនិងឆ្លើយសហការជាមួយមិត្តភ័ក្តិ កត្តាទាំងនេះច្រើនតែជាប់ទាក់ទងគ្នាហើយសិស្សពូកែមិនមែនកើតចេញពីទេពកោសល្យសុទ្ធទេតែកើតពីទម្លាប់ការខិតខំនិងបរិស្ថានល្អ